នេះជាក្រុមការងារជាងដាំគ្រឿងអលង្ការត្បូងនិងពេជ្ររបស់ខ្ញុំហើយមេជាងនេះគាត់កំពុងតែដាំពេជ្រហើយនេះជាក្រុមការងារជាងដែលមានជំនាញផ្សេងគ្នាជាងខ្លះគាត់មានជំនាញខាងដាំត្បូងជាងខ្លះគាត់មានជំនាញខាងដាំពេជ្រព្រោះត្បូងនិងពេជ្រឃើញដាំដូចគ្នាតែបច្ចេកទេសដាំខុសគ្នាត្បូងពូតរៀងប៉ោងពិបាកដាំជាងពេជ្រហើយពេជ្រនេះគូតវាគេឆ្នៃឲ្យស្រេចតែដាំតាមស្រួលបែកអាចខូចហើយអាចខ្ទាតហើយដាំតាមស្រួលផ្អៀងអត់ដេញពលឺទេអញ្ចឹងឃើញអ្នកខ្លះថាដាំពេជ្រស្រួលជាងដាំត្បូងឃើញស្រួលមែនតែដាំតាមស្រួលពលឺអត់ដេញទេហើយការដាំពេជ្រនឹងអត់មានការយកចិត្តទុកដាក់អត់ធ្មត់អត់ស៊ូទ្រាំដាំពេជ្រនឹងគឺអត់ស្មើគ្នាទេហើយរត់អត់ត្រង់ជួរទៀតដាំតាមស្រួលនឹងជួរវារត់ឆ្វេងខ្លះរត់ស្ដាំខ្លះហើយដាំទៅមានខ្លះខ្ពស់មានខ្លះទាបហើយដាំទៅវាអត់សូវដេញភ្លឺពេលត្រូវភ្លើងត្រូវអីមកភ្លឺវាអត់សូវដេញប្រមាណទេវាស្អាប់ដល់អញ្ចឹងការដាំពេជ្រហ្នឹងត្រូវការយកចិត្តទុកដាក់អត់ធ្មត់បន្តិចព្រោះដាំពេជ្រម្ដងដាំអត់លឿនទេដាំយឺតតែដាំលឿនបខំតាមភ្ញៀវចង់បានហ្នឹងបែកខពេជ្រហើយតបែកពេជ្រហ្នឹងភ្ញៀវយកទៅឃើញបែករបស់គាត់ឲ្យសងទៀតអញ្ចឹងយើងដាំដោយយកចិត្តទុកដាក់ដាំយឺតដាំមើលទៅឲ្យឃើញស្អាតដល់ពេលយកទៅប្រើទៅឃើញស្អាតថ្ងៃក្រោយគាត់មកធ្វើទៀតឬក៏ថ្ងៃក្រោយគាត់អត់បានមកធ្វើគាត់ជួយប្រាប់គេតទៀតថានៅកន្លែងនេះធ្វើស្អាតហើយមានទំនួលខុសត្រូវលើសម្ភារៈពេជ្រនិងមាសរបស់គាត់ហើយនៅកន្លែងខ្ញុំផងដែរមានលក់ត្បូងនិងពេជ្រធម្មជាតិដែលត្បូងទាំងនោះយកមកពីខេត្តបៃលិនខេត្តរតនគិរីខេត្តព្រះវិហារខេត្តកំពង់ធំហើយនឹងពេជ្រធម្មជាតិគឺយកមកពីក្រៅប្រទេសទេស្រុកខ្មែរអត់មានពេជ្រទេហើយបើសិនបងប្អូនធ្វើគ្រឿងអលង្ការនិងទិញគ្រឿងអលង្ការនៅកន្លែងខ្ញុំឲ្យបងប្អូនឆែកមើលមួយសេរីឆែកមើលនៅកន្លែងណាក៏បានដែរដែលបងប្អូនថានៅកន្លែងឆែកនោះអាចទុកចិត្តបានបើសិនឃើញមានបញ្ហាបងប្អូនអាចដូរយកលុយវិញបានហើយនៅកន្លែងខ្ញុំជាកន្លែងទទួលកំងធ្វើគ្រឿងអលង្ការតាមតម្រូវចិត្តរបស់បងប្អូនហើយកន្លែងខ្ញុំមានជាង design ម៉ូដគ្រឿងអលង្ការគ្រប់ម៉ូដគ្រប់ម៉ាកតាមបែបបុរាណនិងសម័យតាមតម្រូវចិត្តអតិថិជនម៉ូដជារូបឈ្មោះខ្លួនឯងក៏បានរូបសត្វក៏បានឆ្លាក់ឈ្មោះនៅលើគ្រឿងអលង្ការនឹងក៏បានដែរហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកលេខខ្ញុំបានតាមរយៈលេខ098 688 001លេខហ្នឹងអាចតាក់ទងតាម Telegram បានហើយបើសិនបងប្អូនស្ដាប់អត់ទាន់ទេបងប្អូនអាចមើលលេខដែលខ្ញុំសរសេរនៅខាងលើវីដេអូនេះ